ជ្រាបសួរបងប្អូនអរគ្នាคลิปนี้โมនិយាយក្រៅពីនេះបន្តិចបងប្អូននេះក្រៅរឿងបន្តិចអានេះគឺ switching PFC ណាមាន KFC ទៅណា PFC វាមានបញ្ហាណាលើកទី1ខ្ញុំចោះអាដេកនេះទៅវាមកជាប់អាចជើងនេះចាក់ជើងនេះធ្វើមានបញ្ហាដល់ដូរប្រើបានយូរដែរណារួចមានបញ្ហាទៀតវាបញ្ហានេះអានេះវាឆេះហៅដៃអូតនេះខ្ញុំដូរចេញហើយណាខ្ញុំដូរចេញហើយនេះបងប្អូនបើភ្លើងដៃបាទនេះលេខរបស់វាខ្ញុំដូរខ្ញុំកំងគេមកខ្សែណាបន្តិចហើយបងនេះកំងគេមកជួទុកស្គួរម្ដងនេះដាក់ឌុបហើយរួចហើយខ្ញុំត្រួតពិនិត្យមានអានេះឆេះដែរឆេះមួយនៅសល់2តែខ្ញុំដូរទាំង3វាrồiណាខ្ញុំដូរទាំង3យកអត់ដាក់ចូលនេះរបស់វានៅល្អណាស់តែខ្ញុំអត់ប្រើទេតែវានេះមានបញ្ហាខ្ញុំដូរទាំង3នេះលេខរបស់វាបងគេហៅស្អីគេហៅ IGBT main MOSFET main transistor ទេណាអត់មែនទេណានេះហៅ IGBT ប្រើនៅក្នុងទូផ្សារអស់រួចហើយចូលសាច់រឿងរបស់យើងកុំឲ្យវាយូរពេលខាយពេលវិធីធ្វើការរបស់វាគឺធ្វើអញ្ចេះណាខ្ញុំ check ភ្លើងចូលណាfuse chip នេះដាច់ខ្ញុំដឹងថា fuse chip នេះដាច់ច្បាស់ជាមានបញ្ហាអីមួយយ៉ាងវាមានពីប្រកបមានដោយសារនេះវាឆក់អស់មួយអានេះមួយម្ល៉េះដូរអានេះទៅខ្ញុំដូរអស់ហើយណាខ្ញុំដូរអស់ហើយវាអត់ធ្វើការទៀតវាអត់មានភ្លើងចេញមកខាងនេះអាខាងភ្លើងចេញណាបងនេះភ្លើងចេញប្រើការនេះភ្លើងចេញប្រើការនេះភ្លើងចេញប្រើការទាំងអស់នេះវាអត់មានភ្លើងចេញទេពួកនេះវាទៅអត់មានខូចទេណាខ្ញុំអត់បានធ្វើតាមដំណើរបងប្អូនណាហើយអាភ្លើង300នេះគឺ switching គេជួសជុលមុនដំបូងគឺគេមកវាអាភ្លើង300សិនណាអានេះគឺតិចនិចរបស់ខ្ញុំអាភ្លើង300អាភ្លើងដែលមកចិញ្ចឹមនេះជើងកដាលនេះជើងកដាលជើង C នេះណាជើងកដាលភ្លើង300ចាញ់ពីដៃអូតនេះខ្នេះបូខ្នេះដកខ្នេះភ្លើង AC កាលណាតែយើងវាភ្លើង300ចាញ់ហើយមានន័យថាអាពួកនេះអត់មានខូចទេយើងបាច់វាក៏បានដែរណាដូចខ្ញុំបានប្រាប់ពីคลิปមុនណាហើយបាច់វាទេដល់ពេលនេះហើយណាដល់ពេលនេះហើយខ្ញុំដាក់ចូលអស់ហើយណាខ្ញុំដាក់ចូលអស់ហើយវាធ្វើការទៀតវាធ្វើការខ្ញុំវាភ្លើងជើង B នេះជើង B នេះអត់មានភ្លើងមកទេវាអត់មានគេហៅរលកគេហៅព្រីកង់ខ្ពស់ណាព្រីកង់ស្រាប់បញ្ជាជើង B នេះអត់មានទេអត់មានភ្លើងមកទេមានអត់ដល់1វ៉ុលអត់ដល់កន្លះវ៉ុលផងរួចហើយខ្ញុំត្រួតដេញចុះដេញឡើងគឺវាមានកុងតាក់មួយណាកុងតាក់មួយទៀតនេះកុងតាក់នេះកុងតាក់ចែកដាច់ដោយឡែកនេះគឺមួយទៀតគេហៅកូន switching អានេះកូន switching អានេះក៏កូន switching ដែរតែយើងអាផ្លូវចេញយើងអត់ទាន់គិតទេអាផ្លូវចូលផ្លូវចេញយើងអត់ទាន់គិតអាផ្លូវចូលទៅវាអត់មាន switch គេអត់មាននេះមកបញ្ជាជើងត្រង់ស្ទើរនេះឲ្យវាបញ្ជាដុំភ្លើងនេះឲ្យវាមានមីដេកណាមីដេកបិទបើកដើម្បីឲ្យយកភ្លើងដើម្បីឲ្យឆ្លងភ្លើងមកនេះបានម្ល៉េះហើយវានៅតែខាងនេះណារួចហើយដល់ពេលនេះខ្ញុំធ្វើតេស្តមួយទៀតខ្ញុំមកវាស់ភ្លើងណាអានេះគឺជើងរបស់វានេះអានេះគឺជើងចូល AC របស់វាក៏ដូចនេះយ៉ាងដែរដូចអាផ្ដាប់សាកទូរស័ព្ទយើងនេះដូចគ្នាតែគេធ្វើឲ្យទូចគេប្រើដុំភ្លើងទូចគឺ switching កូន switching ហើយវាមានកុងតាក់សម្រាប់បិទបើកនេះមួយទៀតណាកុងតាក់គឺវាផ្ដាច់ពីភ្លើង AC ធម្មតាណាដល់ពេលនេះវាយកភ្លើងនេះមកណាមកចេមអានេះបញ្ចេមទៀងស្រាប់បញ្ជាជើង B នេះគេហៅ
សម្រាប់ control សម្រាប់បញ្ជាជើង B ជើងអីហ្នឹងណាឲ្យវា switching គឺហៅ switching អានេះគឺបញ្ជារបស់វាដល់ពេលនេះហើយណាដល់ពេលខ្ញុំដកអានេះចេញខ្ញុំសាកចង់ដឹងណាខ្ញុំវាស់ភ្លើងអានេះណែនាំបងប្អូនយល់អានេះ switching គេប្រើបំបែកចេះដល់ពេលនេះខ្ញុំវាស់ភ្លើងនេះអត់មាននេះភ្លើងនេះគឺអត់មានភ្លើងចេញមកនេះអត់មានភ្លើងនេះត្រូវ15វ៉ុលតែវាអត់មានដល់អត់មានខ្ញុំដោះអានេះសាកមើលខ្ញុំបង្ហើបអាជើងនេះសាកមើលវាស់មានអានេះមានភ្លើងចេញធម្មតាមានន័យថាអាផ្ទាំងនេះណាមានមួយណាឆក់ណាមានមួយណាឆក់ឆេះបើក្មេងថាឆេះដល់ពេលខ្ញុំដើម្បីអស់ចម្ងល់ខ្ញុំដាក់ចូលវិញណាអានេះខ្ញុំប្រាប់អ្នកជាងនេះឲ្យយល់ទាំងអស់គ្នាណាជាងដែលក្លៀបធ្វើជាងទាំងអស់គ្នាឲ្យយល់ឲ្យបានយល់អានេះពិធីគឺស្រាវជ្រាវរតិចនិចរបស់វាដល់ពេលវាស់ភ្លើងនេះដាក់អានេះចូលវិញវាស់ភ្លើងនេះអត់ចេញដោះអានេះចេញវាស់ភ្លើងចេញធម្មតាមានន័យថានេះអត់ខូចទេភ្លើងជាមនេះដល់នេះមកដល់នេះហើយអាភ្លើង300ក៏មានហើយតែវាអត់ស្វីតវាអត់ធ្វើការរួចឃើញបងរួចមិនគឺតិចនិចរបស់ខ្ញុំគឺអញ្ចឹងខ្ញុំយ៉ានេះតិចនិចរបស់ខ្ញុំដោះចង់ដឹងវាណាយើងខ្ជិលវើដែរ IC វាខ្ញុំកើតដោះ IC នេះមកគ្របចូលណា IC បញ្ជាសម្រាប់បញ្ជាឲ្យជើង B សម្រាប់បញ្ជា IC control ណាខ្មែរយើងថា IC control ដល់ខ្ញុំដោះឲ្យ IC control នេះ IC របស់វាខ្ញុំដោះឲ្យបងប្អូនដោះគេបងប្អូនដោះចេញពីនេះមកនេះដាក់អានេះចូលវាស់ភ្លើងចេញព្រោះអីអានេះវាឆក់វាទាញចុះម៉ាស់អស់លីងឡើយអត់មានភ្លើងទេឡើយវាបាត់ភ្លើងអស់លីងដល់បាត់ភ្លើងអស់លីងគឺវាធ្វើការដល់ខ្ញុំដោះអានេះអស់ហើយខ្ញុំមកវាស់ភ្លើងធ្វើការធម្មតាណាភ្លើងធ្វើការធម្មតាហើយអាដោះអានេះណាយកក្បាលមើលໄວដល់ភ្លើងពិបាកដល់ខ្ញុំយកនេះដោះនេះបងប្អូននេះប្រដាប់ភ្លុំខ្យល់ដោះឲ្យស្រួលវាដោះលឿនផងដោះលឿនហើយដោះស្រួលទៀតដោះមកភ្លេតមកក៏ដោះពុបអានេះវាអត់មានបញ្ហាទេនៅស្អាតដែលបងប្អូនគេនេះនៅស្អាតដែលនេះព្រីមើលគេខ្ញុំព្រីបងប្អូនមើលគេអានេះខ្ញុំអត់ទៅលាងដោះទេគឺវានៅស្អាតដែលវាអត់មានខូចប៉ះពាល់អីដាច់លួយទេគឺយើងយកអានេះដោះនេះយកអានេះដោះនេះប្រដាប់ដោះដល់រួចហើយខ្ញុំមកចង់ដឹងខ្ញុំអត់បានធ្វើតាម10ដងទេបងធ្វើតាម10ដងវាខូចពេលរួចហើយខ្ញុំវាស់ភ្លើបងប្អូនមើលអានេះអូកដកគេ15វ៉ុលបងណាភ្លើងចេញ15វ៉ុលឃើញអត់ដល់ភ្លើងចេញ15វ៉ុលចេះហើយមានន័យថាអា IC នោះឆេះដាក់ IC នោះចូលគឺវាធ្វើការទេរួចភ្លើង300នេះភ្លើង300ចាំមើលបងចាំមើលភ្លើង300របស់វាខ្ញុំវាស់ភ្លើង300បងប្អូនមើលនេះដៃញើបងប្អូនអើយបាទនេះអីណែបងប្អូនភ្លើង321អត់ដិតនេះភ្លើង321វ៉ុលវារួចអាភ្លើង321វ៉ុលវាហើយអាភ្លើងបញ្ជានេះអាភ្លើងបញ្ជាកុងតាក់នេះដែលកុងតាក់វាបញ្ជាវានេះក៏មានដូចគ្នានេះ15វ៉ុលមានន័យថា switching នេះវាដំណើរការបងប្អូនដំណើរការគឺតែយើងដូរ IC នេះមកគ្របណាដល់នេះយើងដូរ IC នេះមកគ្របចេញទៅវាធ្វើការធម្មតាណាភ្លើងតែភ្លើងរត់ចេះហើយតែភ្លើងឆ្លងកាត់មានភ្លើងទៅហើយវាអត់មានភ្លើងចុះមកចេះហើយមានន័យថាធ្វើម៉េចក៏វាធ្វើការដែរ IC ខូចទៅយើងដូរ IC នេះមកគ្របចេញនេះ IC នេះ IC នេះ
យកទិញ EC មកដាក់ចូលរួចយើងវាស់ភ្លើងសាថ្មីទៀតដល់ពេលនេះខ្ញុំបន្តคลิปឲ្យបងប្អូនមើលបន្តិចណារបៀបវាធ្វើការអានោះនិយាយត្រួសឲ្យបងប្អូនយល់បន្តិចរបៀបវាធ្វើការណាឥឡូវនិយាយឲ្យបងប្អូនយល់បន្តិចអា PFC នេះខ្ញុំនិយាយឲ្យយល់និយាយបងប្អូនយល់គឺភ្លើងវាចូលនេះបងនេះភ្លើង AC ចូលឡាយនេះតន់ចូលមកឆ្លងកាត់អានេះកងដងច្រោះសំលេងរំខានអានេះក៏ដូចគ្នានេះដុំលូសច្រោះវារួចឆ្លងកាត់អានេះមកវាច្រោះភាសាទៀតរួចអានេះច្រោះភាសាទៀតណាច្រោះភាសាទៀតវាឆ្លងកាត់យ៉ូតព្រីតនេះយ៉ូតព្រីតនេះយ៉ូតប្រើភ្លើងប្រើព្រីកងខ្ពស់ណាចូលជើងកណ្ដាលហ៎បងចូលជើងកណ្ដាលចេញខាងនេះបូកនេះខាងនេះបូកខាងនេះដកចេញមកវាភ្លើង300មកហើយមកវាបញ្ចេញមកជើងកណ្ដាលនេះខ្ញុំយកអីចង្អុលឲ្យបងប្អូនឃើញបានច្បាស់បន្តិចភ្លើង300វាចូលគ្រប់ទាំងអស់មកចូលជើងកណ្ដាលនេះជើង C នេះណារួចជើងខ្នះជើង B នេះខ្នះជើង B វាអត់ទាន់ពជាទេហើយអាមួយនេះអាខ្នះណាអាខ្នះដុំលូសនេះគឺជាគេហៅចរន្ត PFC ណាចរន្តសម្រាប់ភ្លើងឡើងភ្លើងខ្ពស់ភ្លើងទាបអីអា PFC នេះពជាមកផ្នែករបស់វាគឺវាធ្វើការមកផ្នែកវាពជាគឺវាទទួលចាញ់មកពីនេះដូចគ្នានេះពជាអាមុនណានេះធ្វើការចាំណាបងអានេះចូលភ្លើងចូលអស់ហើយចូលចាំអស់ហើយរួចដល់យើងកុចកុងតាក់នេះពឹបនេះបងបើកកុងតាក់នេះពឹបមានភ្លើងនេះមកជេមមកជើងនេះវាកើតចលនាបិទបើកវាពជាជើង B នេះធ្វើឲ្យអាជើង C និងជើង B នេះបិទបើកឆ្លាស់គ្នាណាគឺអានេះគឺជា switching គឺបិទបើកដល់បិទបើកយ៉ាងនេះវាមានភ្លើងចេញឆ្លងកាត់ពីនេះ switch អានេះកើតមីដេកភ្លើងចេញមកនេះចេញមករួច rectify អាប្រមាណនេះ456នេះ246នេះ rectify ហើយចេញណាចេញជាភ្លើងបូកអានេះ GND អានេះភ្លើងដកនោះគ្នានេះភ្លើងដកនេះ2នេះបងរួចអាភ្លើង12វ៉ុលទូចនេះក៏វាចេញពីដុំនេះដុំនេះចេញមកសម្រាប់គេហៅភ្លើងទូចភ្លើងបជារួចវាមានចរន្តមួយទៀតបងដែលចរន្តនេះដែរបងចរន្តនេះធ្វើការជាមួយគ្នាណារួចវាភ្លើងចេញមកគ្នាហើយដូចថាភ្លើងចេញប៉ុន្មានភ្លើងចេញ150វ៉ុលគ្នានេះ PAC ភ្លើងចេញ150វ៉ុលភ្លើងចេញ150វ៉ុលអានេះធ្វើការ150វ៉ុលរហូតធ្វើការ150វ៉ុលខាងនេះណាខាងផ្លូវចេញរួចខាងនេះស្រាប់តែខាងនេះភ្លើងធ្លាក់ណាខាងនេះភ្លើងធ្លាក់ណានេះខាងផ្លូវចូលភ្លើងធ្លាក់ពឹបអានេះខាងនេះខាងនេះដែលផ្លូវចេញណាវាបញ្ជាត្រឡប់មកវិញបញ្ជាអានេះ control នេះជាឲ្យ switch ឲ្យញើមបន្តិចធ្វើការលឿនបន្តិចភ្លើងធ្លាក់អើយក៏អានេះធ្វើការថែមបន្តិចទៀតដើម្បីឲ្យវាចេញ150ដែលណាអានេះភ្លើងធ្លាក់ណា150ដែលស្រាប់តែយើងប្រើចុះប្រើឡើងភ្លើងលើសដល់240ដល់250ដល់250អាខាងនេះភ្លើងនេះចេញពី100ខាងបាន150វាដឹងថាខាងនេះភ្លើងលើសណាភ្លើងនេះលើសហើយវាមានចរន្តវាបញ្ជាមកអានេះ control មកប្រាប់switch នេះអា switch អានេះបញ្ជានោះវាមាន IC មិនស្រាប់បញ្ជាណាបញ្ជាឲ្យធ្វើការយឺតបន្តិចឥឡូវធ្វើការមួយភ្លើងលើសហើយធ្វើការមួយយឺត switch យឺតអាភ្លើងនេះនៅ150ដែលទោះបីអានេះលើសអានេះខ្វះមិនអានេះនៅ150ដែលនេះគឺជាចរន្ត PFC នេះគេហៅចរន្ត PFC បើចរន្តផ្សេងទៀតអត់មានដុំលុះនេះទេអត់មានគេហៅបញ្ជា IGBT អីនេះឬក៏បតគេហៅបតផ្ទៀងសម្រាប់បញ្ជាដូចនេះទេគឺតែផ្ទៀងសម្រាប់បញ្ជាធម្មតាដូច full bit អីក៏វាបញ្ជា full bit ធម្មតាដែរវាធ្វើការ full bit វាអត់មានចរន្តសម្រាប់បញ្ជាភ្លើងធ្លាក់ភ្លើងចុះភ្លើងឡើងឲ្យវាធ្វើការតាមភ្លើងទេអត់មានទេម្ល៉េះហើយ
สวิตชิ่งนี่មួយវាអត់ដូចគ្នាទេណាវិធីការខុសគ្នាដោយសារអានេះនេះ control អានេះនេះ control អានេះពីខ្សែភ្លើងឆក់ខាងនេះអីប៉ះគ្នាអីទេវាផ្ដាច់វា protect វាផ្ដាច់អស់អានេះជារ៉នវាមាន3 switching វាដូចគ្នាទាំងអស់តែវាធ្វើការខុសគ្នាណារបៀបធ្វើការខុសគ្នាដោយសារគេបញ្ចូលចរន្តស្រេចគេបញ្ចូលចរន្តជាងគេបញ្ចូលចរន្តការពារខ្សែភ្លើងខាងផ្លូវចេញឆក់បានខ្លះគឺការពារ overload ដូចយ៉ាង load ចិត្តលើសកន្រត់លើសកម្លាំងរបស់វា protect វាផ្ដាច់វាអត់ធ្វើការទេវាអត់ធ្វើការបណ្ដោយខ្សែភ្លើងខាងផ្លូវចេញនេះឆក់គ្នាក៏អត់ធ្វើការដូចគ្នាអានេះវាមានច្រើនយ៉ាងក្នុងមួយចរន្តនេះគឺច្រើនម្ល៉េះហើយភ្លើងធ្លាក់ខ្លាំងក៏វាធ្វើការខ្លាំងភ្លើងឡើងខ្លាំងក៏វាធ្វើការរហូតបើថាភ្លើងស្មើរហូតវាអត់សូវធ្វើការខ្លាំងប៉ុន្មានទេនេះគឺវាបួតហើយវាបួតទាំងធ្លាក់បួតទាំងឡើងនេះគឺជាចរន្តរបស់វាសម្រាប់ធ្វើការនេះគឺ switching វាល្អចេះតែក៏វាចំណុចខ្សោយរបស់វាគឺវាខូចឯងវារកគ្រឿងបន្លាស់ដូចខ្ញុំឡៃតែរកគ្រឿងម្ចាស់គឺពិបាកបានវាវាខូចវាអីចេះយើងអាចយកមកធ្វើជា clip ឲ្យបងប្អូនបានយល់ជាងបានយល់ណានេះគឺជាចរន្តរបស់វានេះចរន្ត PFC គ្រប់ទាំង clip សម្រាប់ជាងណាហើយនៅឧបលើអីណានៅមានទៀតអត់ទាន់អស់ទេឧបលើនិយាយថ្ងៃមុនអត់ទាន់អស់នៅច្រើនទៀតបងនៅឧបលើចាប់ឆាយនៅឧបលើយីហោខុសគ្នា model ខុសគ្នាឧបលើវ៉ាត់ខុសគ្នាឧបលើវ៉ាត់ខ្ញុំយកមកប្រើចូលគ្នាមានផលយ៉ាងម៉េចคลิปក្រោយបន្តទៀតបងប្អូនកុំភ្លេចចុច Subscribe ចុចកណ្ដឹងតាមដានคลิปរបស់ខ្ញុំផងហើយคลิปនេះក៏សូមបញ្ចប់ត្រឹមនេះសូមជម្រាបលាទាំងអស់គ្នា